ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីសម្រាប់វីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបនៃការដាក់ order នៅក្នុងខ្មែរ SMM ដើម្បីទទួលបាន view វីដេអូ Facebook រាប់ពាន់ view បងប្អូនសម្រាប់បងប្អូនដែលចង់ឲ្យវីដេអូ Facebook វីដេអូ Reel ឬក៏វីដេអូធម្មតារបស់បងប្អូនទទួលបាន view ច្រើនបងប្អូនអាចធ្វើតាមវីដេអូនេះបានសម្រាប់ការធ្វើនឹងដែរគឺអត់ពិបាកទេបងប្អូនគឺយើងគ្រាន់តែត្រូវការ link វីដេអូ Reel ឬក៏វីដេអូធម្មតារបស់បងប្អូនណាមួយយកមកផាសនៅក្នុង website គឺជាការស្រេចអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងចូលមកធ្វើទាំងអស់គ្នាតែម្ដងជាដំបូងបងប្អូនអាចធ្វើការចូលមកក្នុង account Facebook របស់បងប្អូនសិនមកហើយបងប្អូន select យកវីដេអូណាមួយដែលបងប្អូនចង់ធ្វើការដាក់ view ឧទាហរណ៍ថាសម្រាប់ខ្ញុំគឺខ្ញុំនឹងធ្វើការជ្រើសរើសវីដេអូមួយនេះដើម្បីធ្វើការដាក់ view របស់បងប្អូនដើម្បីអាចធ្វើការ copy link វីដេអូនឹងបានគឺបងប្អូនឃើញសញ្ញាទ្រាប3ដែលនៅខាងស្ដាំដៃហើយនៅខាងលើនឹងអត់បងប្អូនចុចទៅលើសញ្ញាទ្រាប3នឹងមកបន្តមកទៀតបងប្អូនបន្តចុចនៅលើពាក្យ copy link នេះបន្ទាប់ពីធ្វើការ copy link ហើយបងប្អូនអាចធ្វើការចេញពីក្នុង account Facebook របស់បងប្អូនសិនមកដើម្បីចូលទៅក្នុង website វិញម្ដងសម្រាប់របៀបនៃការចូលទៅក្នុង website នឹងដែរគឺអត់ពិបាកទេបងប្អូនគឺយើងគ្រាន់តែចូលតាមរយៈ browser ណាមួយដែលបងប្អូនមានបើសិនជាបងប្អូនមាន Safari បងប្អូនក៏អាចចូលតាមរយៈ Safari ហើយបើសិនជាបងប្អូនមាន Chrome បងប្អូនក៏អាចចូលតាមរយៈ Chrome បានដូចគ្នាណាបងប្អូនហើយមួយវិញទៀតបងប្អូនក៏អាចចូលតាមរយៈ Google បានដូចគ្នាណាបងប្អូនឧទាហរណ៍ថាសម្រាប់ខ្ញុំជាក់ស្ដែងនៅក្នុងវីដេអូនេះដែរគឺខ្ញុំនឹងចូលតាមរយៈ Google បងប្អូនបន្ទាប់មកទៀតបងប្អូនគ្រាន់តែ search ពាក្យថាខ្មែរ SMMអូខេបងប្អូនចុចសញ្ញា search ដែលនៅខាងក្រោមនេះមកហើយនៅខាងលើនេះដែរគឺជា link ចូលទៅក្នុង website របស់យើងបងប្អូនអញ្ចឹងបងប្អូនធ្វើការចុចនៅតាម link នឹងមកដើម្បីចូលទៅក្នុង website របស់យើងផ្ទាល់តែម្ដង website របស់យើងនឹងដែរគឺមានទម្រង់បែបនេះបងប្អូនសម្រាប់បងប្អូនដែលបានធ្វើការចុចឈ្មោះចូលទៅក្នុង website ហើយនៅពេលដែលបងប្អូនបានធ្វើការចុចនៅតាម link មុននឹងនោះនឹងចេញជាផ្ទាំង website បែបនេះឲ្យបងប្អូនប៉ុន្តែសម្រាប់បងប្អូនដែលអត់បានចុចឈ្មោះចូលទៅក្នុង website ទេបងប្អូនក៏អាចធ្វើការចុចឈ្មោះចូលទៅក្នុង website ដើម្បីអាចប្រើប្រាស់សេវាកម្មដែលមាននៅខាងក្នុង website នេះបានណាបងប្អូននៅក្នុង website នេះដែរគឺយើងមានសេវាកម្មជាច្រើនដែលបងប្អូនអាចធ្វើការជ្រើសរើសប្រើប្រាស់បានទៅតាមតម្រូវការរបស់បងប្អូនផ្ទាល់ប៉ុន្តែសម្រាប់នៅក្នុងវីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនទាក់ទងជាមួយនឹងសេវាកម្ម Facebook របស់បងប្អូនគឺការបន្ថែម view ទៅលើវីដេអូ Reel ឬក៏វីដេអូធម្មតាបងប្អូនអញ្ចឹងជាដំបូងបងប្អូនអាចធ្វើការចុចនៅលើ logo Facebook នេះសិនមកហើយបន្ទាប់មកទៀតបងប្អូនធ្វើការអូសមកក្រោមមកដើម្បីចុចនៅកន្លែង category នេះសម្រាប់កន្លែងនេះដែរគឺយើងមានសេវាកម្មជាច្រើនដែលទាក់ទងជាមួយនឹង Facebook របស់បងប្អូនប៉ុន្តែបងប្អូនអូសរកមើល Facebook view មកបងប្អូនសម្រាប់ Facebook view នឹងដែរគឺយើងមានច្រើនជម្រើសឲ្យបងប្អូនជ្រើសរើសគឺយើងមានដូចជា Facebook view ធម្មតា Facebook view by time Facebook view S1 Facebook view S2 Facebook view S3 ហើយនិង Facebook view S4 បងប្អូនអញ្ចឹងសម្រាប់សេវាកម្មទាំងអស់នឹងដែរបងប្អូនពេញចិត្តនៅសេវាកម្មមួយណាបងប្អូនអាចធ្វើការជ្រើសរើសនៅសេវាកម្មមួយនឹងបានបើសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំនឹងធ្វើការជ្រើសរើសសេវាកម្មដែលមានឈ្មោះថា Facebook video view S1 បងប្អូនចំណុចបន្ទាប់មកទៀតបងប្អូនមើលនៅកន្លែងសវីសម្រាប់កន្លែងសវីនឹងដែរគឺបងប្អូនធ្វើការជ្រើសរើសសេវាកម្មមកតង់ទៀតសម្រាប់កន្លែងនឹងដែរគឺយើងមានសេវាកម្មជាច្រើនដែលបងប្អូនអាចធ្វើការជ្រើសរើសប្រើប្រាស់បានទៅតាមតម្រូវការរបស់បងប្អូនផ្ទាល់ហើយសម្រាប់សេវាកម្មទាំងអស់នឹងដែរគឺសុទ្ធតែមានតម្លៃធូរថ្លៃទាំងអស់បងប្អូនគឺអត់ដល់$1ទេនៅក្នុង1000 view បងប្អូនតែសំខាន់គឺសេវាកម្មទាំងអស់នឹងមានតម្លៃធូរថ្លៃហើយសម្រាប់គុណភាពរបស់សេវាកម្មនឹងក៏កាន់តែល្អទៀតណាបងប្អូនអញ្ចឹងហើយសម្រាប់បងប្អូនពេញចិត្តនៅសេវាកម្មមួយណាបងប្អូនអាចធ្វើការជ្រើសរើសនៅសេវាកម្មមួយនឹងបានទៅតាមតម្រូវការរបស់បងប្អូនផ្ទាល់បើសម្រាប់ខ្ញុំគឺខ្ញុំនឹងធ្វើការជ្រើសរើសសេវាកម្មនៅខាងលើគេនេះបងអស់គឺសេវាកម្មដែលមាន ID code 8345នេះបងប្អូនសម្រាប់សេវាកម្មទាំងដែរគឺបងប្អូនរងចាំរយៈពេល31នាទីបន្ទាប់ពីបងប្អូនបានធ្វើការចុច submit ហើយនោះនឹងដឹងលទ្ធផលឲ្យបងប្អូនចំណុចបន្ទាប់មកទៀតបងប្អូនមើលនៅកន្លែងប្រអប់ link សម្រាប់ប្រអប់ link នឹងដែរគឺខ្ញុំនឹងធ្វើការផាស link ដែលខ្ញុំបាន copy ពីដើមវីដេអូមកបងប្អូនសម្រាប់បងប្អូនដែលអត់ទាន់បាន copy link ទេបងប្អូនក៏អាចចូលទៅក្នុង account Facebook របស់បងប្អូនហើយបន្ទាប់មកទៀតបងប្អូនធ្វើការ select យកវីដេអូណាមួយដែលបងប្អូនចង់ដាក់ view បន្ទាប់មកទៀតបងប្អូនធ្វើការ copy link ដើម្បីយកមកផាសនៅក្នុង website នេះវិញបន្ទាប់ពីបងប្អូនបានផាស link ហើយបងប្អូនមើលបន្ទាប់នៅកន្លែង quantity សម្រាប់កន្លែងនឹងដែរគឺបងប្អូនធ្វើការដាក់ចំនួន view ដែលបងប្អូនចង់បានត្រង់កន្លែងនឹងដែរគឺបងប្អូនអាចដាក់បានចាប់ពី100 view ឡើងទៅបងប្អូនអញ្ចឹងនៅចន្លោះតួលេខនឹងដែរបងប្អូនចង់ដាក់ប៉ុន្មានក៏បានដែរអាស្រ័យទៅលើតម្រូវការរបស់បងប្អូនផ្ទាល់ប៉ុន្តែបងប្អូនត្រូវចាំថាបងប្អូនអាចដាក់តិចបំផុតគឺត្រឹម100បងប្អូនសម្រាប់ខ្ញុំធ្វើវីដេអូបង្ហាញបងប្អូនអញ្ចឹងគឺខ្ញុំអត់ដាក់ច្រើនទេបងប្អូនគឺខ្ញុំដាក់ត្រឹមតែ100 view ទេបងប្អូនអញ្ចឹងនៅពេលដែលបងប្អូនដាក់នៅចំនួនដែលបងប្អូនចង់បានអស់ហើយបងប្អូនពិនិត្យមើលនៅកន្លែងឆាកសម្រាប់កន្លែងឆាកនឹងដែរគឺវានឹងគិតលុយស្រាប់ៗឲ្យបងប្អូនតែម្ដងសម្រាប់ការដាក់ចំនួន100 view នឹងដែរគឺអត់ដល់$0.1ទេបងប្អូនគឺមានតម្លៃធូរថ្លៃខ្លាំងមែនទែនសម្រាប់សេវាកម្មមួយនេះប៉ុន្តែសម្រាប់កន្លែងឆាកនឹងដែរគឺវានឹងប្រែប្រួលអាស្រ័យទៅលើចំនួន view ដែលបងប្អូនបានដាក់នៅខាងលើហ្នឹងបងប្អូនឧទាហរណ៍ថាបងប្អូនដាក់ចំនួនលើពី100បងប្អូនដាក់ចំនួន200 300 400ឬក៏ 10k 100k អីអញ្ចឹងនៅកន្លែងឆាកនឹងដែរគឺវានឹងប្រែប្រួលទៅតាមនឹងដែរបងប្អូនបន្ទាប់ពីបងប្អូនបានដាក់នៅចំនួនដែលបងប្អូនចង់បានអស់ហើយបងប្អូនគ្រាន់តែពិនិត្យមើលនៅសេវាកម្មដែលបងប្អូនបានធ្វើការជ្រើសរើសនៅខាងលើហ្នឹងថាត្រឹមត្រូវអស់ហើយឬនៅបងប្អូនពិនិត្យមើលនៅកន្លែង category service link quantity average time change ថាត្រឹម
មត្រូវអស់ហើយនៅបើសិនជាចំណុចទាំងអស់នឹងត្រឹមត្រូវអស់ហើយបងប្អូនអាចធ្វើការចុចនៅលើពាក្យ submit នេះមកពេលដែលបងប្អូនបានធ្វើការចុច submit ហើយអស់ហើយនោះនឹងលោតជាវិក័យប័ត្របែបនេះមកឲ្យបងប្អូនសម្រាប់វិក័យប័ត្រនឹងដែរគឺមានន័យថាការបញ្ជាទិញរបស់បងប្អូនគឺត្រូវបានទទួលយកសម្រាប់សេវាកម្មនេះដែរគឺបងប្អូនរងចាំរយៈពេល31នាទីបន្ទាប់ពីបងប្អូនបានធ្វើការចុច submit ហើយនោះនឹងលទ្ធផលឲ្យបងប្អូនតែនៅក្នុងកំឡុងពេលរងចាំនឹងដែរគឺខ្ញុំអត់តម្រូវបងប្អូននៅក្នុង website នឹងទេគឺបងប្អូនអាចធ្វើការ clear website ចេញបានហើយសម្រាប់វីដេអូអំពីរបៀបនៃការបង្កើន view ទៅលើវីដេអូ Facebook ក៏បញ្ចប់តែត្រឹមហ្នឹងសម្រាប់បងប្អូនដែលអត់ទៅនៅត្រង់ចំណុចណាទេបងប្អូនក៏អាចត្រឡប់ទៅមើលវីដេអូពីដើមមកវិញបានណាបងប្អូនក៏សូមខន្តីអភ័យទោសបងប្អូនទាំងអស់គ្នាចំពោះពាក្យសម្ដីលើសលួសឬក៏មិនសមរម្យនៅត្រង់ចំណុចណាឬក៏សម្លេងរំខានណាមួយសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយ